Cái thằng Xuân cái nó tớ bạn này review tao này. បងថាតលេងបាញ់ទឹកហ្នឹងហើយឥឡូវគេហៅមក review computer Mong review ngày tao bánh tắc đấy. គេចូលឆ្នាំគេចូលអីបាញ់ទឹកនៅផ្ទះនេះបាញ់នៅណាបាញ់នៅផ្ទះដេញបាញ់បងប្អូននេះបាញ់ពេញហាងនេះរត់ពេញហាងចូលឆ្នាំនេះចាំរកខែនឹកបងនឹកពងនឹកស្រុកនឹងឥឡូវមក review មួយសួស្ដីបងតោះកុំឲ្យខាត់ពេលយូរពេលខ្លះគេឲ្យមកហ្នឹងអត់ដឹងអីណា Cái Ryzen 7 không? ចំយ៉ា spec កប់សេរីបង9098 X3D 9000 series តែ98 X3D Ryzen 7 សោតអត់សន់ចាស់ភ្លៀង គាត់ថាលេងហ្គេមទេតែលេងហ្គេមអនឡាញ យេប្រូសម្រាប់អញ្ចឹងហ៎តា អូខេហើយសម្រាប់តែគឺយើងប្រើជាមួយនឹង Silent Lee Streamer Plus V2 Wireless ដូចបងឃើញអញ្ចឹងគឺ clean មែនតើគឺស្អាតសម្រាប់ motherboard បងយើងប្រើជាមួយនឹង Asus ROG B850.A Gaming Wi-Fi នេះបងអាចមើលបានឃើញតែមែនតើ មិនដឹងនិយាយថាម៉េចទេមិនដែរខ្ញុំគ្រប់ត្រូលចំពោះអ្វីដែលគាត់លើកឡើងហ្នឹង cooler ដូចបងឃើញអញ្ចឹងយើងប្រើជាមួយនឹង version ក្រោយពណ៌ស SLC 360អូខេបងហើយសម្រាប់ចុងក្រោយអានេះតួឯក8 Astra ពណ៌ស OC 16G ហើយនេះគឺយើងប្រើជាមួយនឹង Silent Lee O11 Vision Compact នៅខាងលើគឺយើងចង់ដកផ្ទះចេញក៏បានដាក់ចក់វិញក៏បានតែយើងលេងចេះបែបសាមញ្ញមើលទៅ look cool អត់សាមទេប្រើបានយូរមែនតើហ្មងគឺស្អាតមែនតើហ្មងរបស់គាត់គឺ clean double clean ហ្មងឲ្យមានដៃបងជាតិខ្ញុំគិតថាប៉ុណ្នេះសមរម្យល្មមបងប្រើយកដាក់លើតុចោលក៏បានដែរបើកទៅមិនបាច់ធ្វើអីក៏បានដែរបើកទៅក៏ពេញចិត្តដែរអូខេអញ្ចឹងសម្រាប់បងអស់ហើយខ្ញុំសូមជម្រាបលាទៅវិញជួបគ្នានៅវីដេអូក្រោយ Chúc bánh chúc tao lấy và hai má không? តម្លៃខ្ទង់ 3K អញ្ចឹងបង 3K ហ្នឹង 3K អូខេបាយបាយ